នេះគឺសិតតែជារលាក្បាលសាកសពប្រជាជនយើងនៅការសម័យដោយសារខ្មែរក្រហមបាទឧបករណ៍ដែលធ្វើទរណកម្មសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលជាជនរងគ្រោះកាលពីសម័យហ្នឹងណាមានកំបិតបាទមានដូចជាកំបិតខ្វាវបាទហើយមានដូចជាដែករបៀបដែកចំពុះទុងបាទហើយដែកចំពុះទុងនេះគឺចាក់រលាក្បាលឲ្យធ្លុះតែម្ដងគឺគួរឲ្យសង្វេគមែនទែនសម្រាប់ជនរងគ្រោះបាទសួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំនឹងនាំចំណាប់អារម្មណ៍បងប្អូនទាំងគ្នាដើម្បីឲ្យស្គាល់ទីតាំងមួយកន្លែងដែលមានឈ្មោះថាមជ្ឈមណ្ឌលបល័យពុយសាសជើងឯកទីតាំងនេះគឺស្ថិតនៅភូមិរលួសសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញបាទអញ្ចឹងនៅក្រោយខ្ញុំនេះគឺជាផ្លាកចែកសម្រាប់អាយុ20ដល់40អាយុពី40ដល់60អីចឹងទៅគឺការធ្វើទរណកម្មហ្នឹងគឺបែបខុសៗគ្នាបាទអញ្ចឹងក្នុងទូនេះផងដែរគឺការរៀបសាកសពរៀបរលាក្បាលសាកសពរបស់ជនរងគ្រោះបាទបែបធ្វើទរណកម្មហ្នឹងចង់បង្ហាញអំពីបងប្អូនអ្នកទស្សនាឲ្យដឹងជាពិសេសបងប្អូនជាប្រវត្តិយើងឲ្យដឹងអំពីស្ថានភាពបន្សល់ទុកនៅអនុស្សាវរីយ៍ដ៏ជូរចត់នេះផងដែរបាទហើយនៅខាងមុខខ្ញុំនេះបន្ថែមទៀតគឺរលាក្បាលសាកសពបងប្អូនប្រជាពលរដ្ឋខ្មែរយើងគឺចាប់ពីអាយុ60ឆ្នាំឡើងបាទអញ្ចឹងនៅក្នុងទូនេះគឺសម្រាប់បែងចែកសាកសពរលាក្បាលបងប្អូនដាច់ដライពីគ្នាបាទហើយសម្រាប់ឧបករណ៍ធ្វើទរណកម្មគឺខុសៗគ្នាបាទគឺសម្រាប់ពីអាយុ60ឆ្នាំឡើងគឺមានឧបករណ៍របៀបដែកចំពុះទុងបាទ
ហើយដៃចំពោះទងនេះគឺចាក់រលាក្បាលឲ្យធ្លុះតែម្ដងគឺគួរឲ្យសង្វេគមែនទែនសម្រាប់ជនរងគ្រោះបងប្អូនដែលស្លាប់ដោយសារសម័យប៉ុលពតដែលធ្វើឲ្យមានការសោកស្ដាយមែនទែនចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលបានបាត់បង់ជីវិតសម័យនោះផងដែរបាទហើយទាំងអស់នេះគឺសុទ្ធតែជារលាក្បាលនៅក្នុងទូសម្រាប់នៅតាំងនៅសារមន្ទីរដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងក៏ដូចជាបងប្អូនជនបរទេសដែលចង់មកទស្សនាអំពីប្រវត្តិដ៏ជូរចត់របស់ខ្មែររបស់យើងកាលពីសម័យនោះផងដែរបាទនៅពីក្រោយខ្ញុំបាទនេះគឺជាផ្ទាំងគំនូរដែលសបញ្ជាក់ឲ្យឃើញថាគឺជាទីកន្លែងគឺជារូបភាពដែលឡានដឹកបងប្អូនជនរងគ្រោះយកទៅសម្លាប់ចោលបាទរូបភាពនេះផងដែរគឺជាទីកន្លែងដែលបងប្អូនជនរងគ្រោះដែលដឹកចេញពីគុកទួលស្លែងស21នឹងយកមកធ្វើទារុណកម្មនិងសម្លាប់បាទនេះគឺជាទស្សនវិជ្ជាជាក់ស្ដែងរូបភាពដែលជាគំនូរបន្សល់ទុកសឲ្យឃើញថាជនរងគ្រោះកាលពីសម័យបល័យពូជសាសន៍ហ្នឹងគឺធ្វើទារុណកម្មនិងសម្លាប់បែបហ្នឹងឯងគឺកន្លែងនេះផងដែរគឺជារូបភាពតំណាងឲ្យការិយាល័យពេជ្ឈឃាតមហាជីវិតបាទសម្រាប់បងប្អូនជនរងគ្រោះនៅសម័យបល័យពូជសាសន៍ផងដែរបាទនេះគឺជារូបភាពទស្សនវិជ្ជាដែលបន្សល់ទុកនៅបញ្ជាក់ឲ្យឃើញថាគឺជាកន្លែងដែលផ្ទុកសារធាតុគីមីដើម្បីសម្លាប់បំពុលបងប្អូនដែលជនរងគ្រោះនៅសម័យបល័យពូជសាសន៍នោះផងដែរបាទអញ្ចឹងរូបភាពនេះគឺបន្សល់ទុកបញ្ជាក់ឲ្យឃើញថាគឺជាកន្លែងដែលផ្ទុកសារធាតុគីមីបងប្អូនដែលធ្វើឲ្យបាត់បង់ជីវិតដោយសារសារធាតុពុលទាំងអស់ហ្នឹងដោយការប្រល័យពូជសាសន៍នៅសម័យនោះបាទជាទូកញ្ចក់បញ្ជាក់ឲ្យដឹងថាគឺជាអតីតជាបាតឃ្លាំងដែលផ្ទុកសារជាតិគីមីនិងវត្ថុតាំងផ្សេងទៀតនេះគឺជារូបភាពដែលជាកន្លែងផ្ទុកឧបករណ៍ធ្វើទារុណកម្មហើយនឹងសម្លាប់ជនរងគ្រោះនៅសម័យបល័យពូជសាសន៍ផងដែរបាទទាំងអស់នេះឧបករណ៍នេះមានដូចជាខ្នោះដែកវែងពូថៅកាំបិតចបកាប់ចបជីកប៉ែលនិងដែកផ្លូវរទេះផ្សេងទៀតបាទអញ្ចឹងទាំងអស់នេះគឺចង់បញ្ជាក់បងប្អូនថាគឺជាឧបករណ៍ដែលបានធ្វើទារុណកម្មនិងសម្លាប់ជនរងគ្រោះនាសម័យនោះផងដែរបាទដែរគឺជារណ្ដៅដាក់សាកសពដែលមានរហូតទៅដល់450នាក់ដែលជារណ្ដៅបងប្អូនដែលបានស្លាប់ជាជនរងគ្រោះនៅសម័យបល័យពូជសាសន៍ដែលនៅទីតាំងសារមន្ទីរជើងឯកនេះបាទនេះគឺជាទីតាំងអតីតភ្នូរឬក៏ម៉ុងសពជនជាតិចិនកាលមុនឆ្នាំ1975បាទគឺកន្លែងភ្នូរបងប្អូននៅពីក្រោយខ្ញុំបាទនេះគឺជារណ្ដៅដាក់សាកសពរួមដែលសាកសពគ្មានក្បាលមានរហូតដល់166នាក់អញ្ចឹងរណ្ដៅនេះសម្រាប់សាកសពដែលមិនមានក្បាលណាបងប្អូនបាទអញ្ចឹងនៅក្នុងរណ្ដៅនោះគេអាចដាក់បានរហូតដល់166នាក់សម្រាប់សាកសពដែលគ្មានក្បាលបាទនេះបងប្អូនគឺជាទូកញ្ចក់ដែលបន្សល់ទុកនៅសម្លៀកបំពាក់ដែលគាស់ចេញពីរណ្ដៅមុនឆ្នាំ1980ដែលជាសម្លៀកបំពាក់ជនរងគ្រោះដែលបានស្លាប់នាសម័យបល័យពូជសាសន៍ផងដែរបាទទូកញ្ចក់នេះផងដែរគឺជាទូសម្រាប់ដាក់កំទេចឆ្អឹងដែលសេះសល់ដែលគាស់ចេញពីរណ្ដៅនេះឆ្នាំ1980បាទអញ្ចឹងនេះជាកំទេចបាទកំទេចឆ្អឹងដែលគេបានគាស់ដើម្បីទុកជាអនុស្សាវរីយ៍ដ៏ជូរចត់ជាប្រវត្តិសាស្ត្រសម្រាប់ជនរងគ្រោះដែលបានស្លាប់នាសម័យនោះផងដែរបាទបងប្អូនស្គាល់ទេដើមនេះគឺសម្បីតែខ្ញុំក៏ដែលស្គាល់ផងដែរបាទគឺហៅថាដើមស្លែងតើយើងឃើញផ្លាកគឺយើងដឹងថាវាជាដើមស្លែងបាទហើយដើមស្លែងនេះគឺមានទីតាំងស្ថិតនៅក្នុងតំបន់មជ្ឈមណ្ឌលសារមន្ទីរជើងឯកនេះផ្ទាល់បាទ
បងប្អូននេះគឺជាដើមច័ន្ទគិរីដែលកាលពីសម័យនោះផងដែរគឺដើមឈើនេះសម្រាប់ពេជ្ឈឃាតបោកសម្រាប់ក្មេងនិងគល់ដើមច័ន្ទគិរីនេះផងដែរបាទបងប្អូនទាំងអស់គ្នានៅពីក្រោយខ្ញុំបាទនេះគឺជារូបសំណាកដែលជារូបសំណាកដាក់នៅឲ្យសបញ្ជាក់ឃើញថាការចងចាំគ្មានថ្ងៃបំភ្លេចនៅអក្រិតកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យបល័យពូជសាសន៍បាទអញ្ចឹងរូបភាពរូបសំណាកនេះគឺស្ត្រីពណ៌ក្មេងបាទពណ៌កូនណាបងប្អូនបាទដែលម្ដាយបាត់បង់កូនកូនបាត់បង់ម្ដាយគឺវេទនាទុក្ខសោកមែនទែនបងប្អូនអញ្ចឹងរូបសំណាកនេះគឺគេសាងឡើងឲ្យឃើញថាជាផុសតាងក៏ដូចជាការចងចាំមួយដែលយើងមិនអាចបំភ្លេចបាននៅសម័យបល័យពូជសាសន៍នោះផងដែរបាទសូមអរគុណដល់បងប្អូនទាំងគ្នាដែលបានចំណាយពេលទស្សនានៅវីដេអូរបស់ក្រុមការងារទុនសាយប្រៃរបស់ខ្ញុំបាទហើយបើសិនជាមានកំហុសខុសឆ្គងកន្លែងណាសូមខន្តីអភ័យទោសពីសំណាក់បងប្អូនដែលបានទស្សនាផងដែរវីដេអូនេះគ្រាន់តែបង្ហាញនៅភាពជូរចត់របស់បងប្អូនបានមរណភាពនាសម័យបល័យពូជសាសន៍ផងដែរបាទសូមអរគុណច្រើនចំពោះការតាមដានរបស់បងប្អូនទាំងគ្នាបាទអរគុណច្រើនបាទ